សម្រាប់ iOS 26 ថ្មីៗនេះគឺការ lock screen ដែលរូបភាព 3D គឺខ្ញុំពិតជាពេញចិត្តមែនតើអ្នកទាំងអស់គ្នាចង់ធ្វើអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំបានទាំងអស់គ្នាអ្នកទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាចូលកម្មវិធី photo ហើយអ្នកទាំងអស់គ្នាជ្រើសរើសរូបមួយអ្នកទាំងអស់គ្នាស្រឡាញ់ដើម្បីចង់ lock screen អ្នកទាំងអស់គ្នាចុចសញ្ញា share ហើយអ្នកទាំងអស់គ្នានឹង load ចូលផ្ទាំង4នៅខាងក្រោមអ្នកទាំងអស់គ្នាចុចផ្ទាំងរូបទូរស័ព្ទនឹងមកអ្នកទាំងអស់គ្នានឹងឃើញ load ទៅដល់ផ្ទាំង lock screen ដែលអ្នកទាំងអស់គ្នាដឹងដល់ពេលអញ្ចឹងអ្នកទាំងអស់គ្នាអាចសេរីមកប៉ុណ្ណាម៉ោងប៉ុណ្ណារូបភាពអ្នកទាំងអស់គ្នាស្រឡាញ់ប៉ុណ្ណាអ្នកអាច crop បានលើនឹងអីនឹងទាំងអស់បានអញ្ចឹងអ្នកទាំងអស់គ្នាមិនចុចបន្ទាប់អ្នកគឺអ្នកចុចលើសញ្ញារូបដូចឆកោនជា special scene អញ្ចឹងវានឹង generating ឲ្យចូលទៅរូបភាព lock screen CD តែម្ដងអញ្ចឹងអ្នកទាំងគ្នាពេលអ្នកទាំងគ្នាបានរូបភាព lock screen ដ៏ស្អាតហើយអ្នកទាំងអស់គ្នាចុចសញ្ញាបន្ទាប់ទីគឺចុចសញ្ញាពាក្យថា add តែម្ដងអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាចុច add ហើយអ្នកទាំងអស់គ្នាត្រូវចុចពាក្យថា set wallpaper pair ឬក៏ home screen អញ្ចឹងអ្នកទាំងគ្នានឹងទទួលបានរូបភាព lock screen បែបលក្ខណៈ 3D ឬក៏យើងអាចនិយាយបានថាឈ្មោះថាជា special scene ដែល iOS 26 update ជា 3D wallpaper បាយបាយអរគុណច្រើនជំរាបលា